សួស្តីប្រិមិត្តដែលចូលចិត្តស្ដាប់រឿងនិទានខ្មែរថ្ងៃនេះជួបអេដមីនសារជាថ្មីតែមុននឹងដល់ចូលសាច់រឿងថ្មីអេដមីនសូមពឹងពុកម៉ែបងប្អូនឲ្យជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីជាការលើកទឹកចិត្តដល់អេដមីននិទានរឿងចែកជូនពុកម៉ែបងប្អូនស្ដាប់ជារៀងរាល់ថ្ងៃនេះអេដមីនសូមលើកយករឿងមួយដែលនិយាយអំពីអំពើធ្មប់ដោយរឿងនេះគឺគេនិយាយអំពីគ្រួសារមួយត្រូវអំពើធ្មប់របស់អ្នកជិតខាងតោះកុំឲ្យខាត់ពេលយូរយើងចូលទៅដល់សាច់រឿងនឹងទាំងអស់គ្នាដែលរឿងនេះផងដែរបានកើតឡើងនៅលើឪពុករបស់ខ្ញុំក្នុងរយៈពេល15ឆ្នាំមុនដែលគាត់បានធ្លាក់ខ្លួនឈឺហើយមានអាការៈដ៏សែនចម្លែកមួយខ្ញុំសូមបំវាយពេលវេលាទៅ15ឆ្នាំមុនដែលឪពុករបស់ខ្ញុំចាប់ផ្ដើមមានអាការៈគ្រុនក្តៅហើយចេះតែឈឺពោះតែអាការៈរបស់គាត់ដូចជាមិនធ្ងន់ធ្ងរប៉ុន្មានអ្វីឡើយដោយគ្រាន់តែគាត់មានអារម្មណ៍ថាងងឹតមុខអស់កម្លាំងបន្តិចបន្តួចតែប៉ុណ្ណោះតែអាការៈចុកពោះរបស់គាត់ឈឺខ្លាំងណាស់ឈឺរហូតដល់យំក៏មានអាការៈទាំងនេះបានកើតឡើងនៅលើគាត់ចាប់ពីខែទី1ដល់ខែទី2រហូតដល់ខែទី3ដោយអាការៈចេះតែធ្ងន់ទៅដោយក្នុងអំឡុងពេលដែលគាត់ឈឺនេះខ្ញុំក៏បាននាំគាត់ទៅមន្ទីរពេទ្យនៅឯខេត្តដែលលោកគ្រូពេទ្យបានពិនិត្យថាប្រហែលជាគាត់រលាកក្រពះហើយលោកគ្រូពេទ្យក៏បានផ្សំថ្នាំឲ្យគាត់លេបតែទោះបីជាលេបយ៉ាងណាអាការៈរបស់គាត់នៅតែមិនធូរស្រាលសោះហើយខ្ញុំក៏បាននាំគាត់មកមន្ទីរពេទ្យម្ដងទៀតដោយក្នុងអំឡុងពេល 2-3 ខែនេះខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យជាញឹកញាប់តែអាការៈរបស់គាត់ប្រៀបដូចជាមិនបានធូរស្រាលទៅតែសោះហើយខ្ញុំក៏បានពិភាក្សាជាមួយម៉ែខ្ញុំដើម្បីណាត់គ្នានាំគាត់ទៅមន្ទីរពេទ្យធំនៅឯទីក្រុងដោយសារតែខ្ញុំរវល់ធ្វើការនៅទីនោះផងដែរខ្ញុំក៏បានទៅពឹងឲ្យលោកអ៊ំអេដើម្បីជួយជូនបើកឡាននាំពុកនិងម៉ែមកទីក្រុងភ្នំពេញដែលលោកអ៊ំអេនេះផងដែរគឺជាអ្នកភូមិផងរបងជួបគ្នាជាមួយនឹងគ្រួសាររបស់ខ្ញុំលុះលោកអ៊ំអេបានបើកឡានជូនមកដល់មន្ទីរពេទ្យហើយគាត់ក៏បានត្រឡប់ទៅវិញលោកគ្រូពេទ្យក៏បានត្រួតពិនិត្យហើយលទ្ធផលចេញមកគឺពុកបានកើតជំងឺមហារីកថ្លើមដំណាក់កាលទី4គឺជាដំណាក់កាលចុងក្រោយទៅហើយក៏កើតជំងឺលើសឈាមជំងឺទឹកនោមប្រៃនិងជំងឺផ្សេងទៀតជាច្រើនផងដែរដោយសារគាត់ជាមនុស្សចាស់មានអាយុច្រើនណាស់ទៅហើយបន្ទាប់មកខ្ញុំក៏បានឲ្យពុកសម្រាកនៅមន្ទីរពេទ្យនេះតែម្ដងហើយលោកគ្រូពេទ្យក៏បានផ្ដល់យោបល់ក្នុងការព្យាបាលដូចជាវះកាត់បាញ់កាំរស្មីជាដើមរាល់ពេលដែលលោកគ្រូពេទ្យថានឹងធ្វើការព្យាបាលទាំងអស់នេះពុកតែងតែក្តៅខ្លួនវិលមុខអស់កម្លាំងសុខភាពរាងកាយរបស់គាត់គឺមិនអាចទទួលក្នុងការព្យាបាលទាំងអស់នេះបានឡើយអាការៈរបស់ពុកគឺមានតែសម្រាកនៅទីនេះដើម្បីតាមដានអាការៈជាបន្តបន្ទាប់ពេលដែលពុកសម្រាកនៅមន្ទីរពេទ្យថ្ងៃទី4ពេលនោះហើយគឺជាពេលដែលពុកចាប់ផ្ដើមមានអាការៈប្លែកៗឡើងមកពុកចាប់ផ្ដើមចង់ស៊ីសាច់ឆៅហើយគាត់សួរខ្ញុំថាមានសាច់ឆៅអត់មានមាន់ឆៅអត់ហើយខ្ញុំក៏បានតបទៅគាត់វិញថាម៉េចបានពុកនិយាយបែបនេះសាច់ឆៅគឺគេយកទៅចម្អិនមុននឹងយកមកបរិភោគជាអាហារគាត់ក៏បានស្ងាត់មកទៅហើយខ្ញុំក៏បានចុះទៅទិញបាយភ្លៅមាន់មួយប្រអប់ដើម្បីឲ្យគាត់ហូបព្រោះគាត់ចូលចិត្តហូបបាយភ្លៅមាន់ណាស់ហើយពេលដែលគាត់ហូបបាយភ្លៅមាន់រួចគាត់ក៏និយាយថាម៉េចបានទិញបាយមកតិចម្លេះអញស៊ីមិនឆ្អែតទេលុះដល់ថ្ងៃបន្ទាប់មកពុកក៏ចាប់ដើមនិយាយពាក្យមិនពីរោះស្ដាប់សោះដូចជាពាក្យអញហែងជាដើមហើយគាត់តែងតែរអ៊ូចង់ស៊ីសាច់ឆៅនិងឈាមស្រស់ដោយជាធម្មតាពុកគឺមិនដែលនិយាយពាក្យមិនពីរោះពិសាបែបនេះឡើយគាត់តែងតែនិយាយជាមួយខ្ញុំថាពុកនឹងកូនរហូតមកលុះបន្ទាប់មកគាត់ក៏បាននិយាយមកកាន់ខ្ញុំថាអញចង់ជក់បារីណាស់ខ្ញុំក៏បានប្រាប់ទៅគាត់វិញថាគេមិនអោយពុកជក់ទេព្រោះពុកកំពុងតែឈឺនៅពេលនេះហើយពេលនោះគាត់ក៏បានស្ងាត់មកទៅខ្ញុំក៏បានចុះទៅទិញបាយភ្លៅមាន់ឲ្យគាត់ហូបម្ដងទៀតតែលើកនេះ
ខ្ញុំទិញបាយផ្លូវមន់មកពីប្រអប់ពេលនោះគាត់ក៏បានហូបយ៉ាងឆ្ងាញ់ពិសាអស់រលីងពីប្រអប់បន្ទាប់មកលោកក៏បាននិយាយថាហូបបាយផ្លូវមន់ថ្ងៃនេះឆ្ងាញ់ណាស់ឆ្ងាញ់ឡើងអស់រលីងពីប្រអប់តែម្ដងតែប្រសិនជាមានសាច់ឆៅទៀតមិនដឹងជាឆ្ងាញ់យ៉ាងណាទេហើយថ្ងៃបន្ទាប់មកខ្ញុំក៏បានមកមើលគាត់ដូចរាល់ដងខ្ញុំក៏បានដើរទៅជិតគ្រែដែលគាត់កំពុងតែដេកហើយពេលដែលគាត់ភ្ញាក់មកគាត់ក៏បានសួរខ្ញុំថាតើឯងជាអ្នកណាឯងមកធ្វើអីហើយគាត់ក៏ប្រាប់ខ្ញុំថាខ្មោចច្រើនណាស់ហើយគាត់ក៏ចង្អុលទៅកន្លែងនោះបន្តិចទៅកន្លែងនោះបន្តិចហើយគាត់ងាកមើលមុខមកខ្ញុំម្ដងទៀតហើយក៏សួរថាតើឯងជាពីណាគេខ្ញុំមានអារម្មណ៍ថាហេតុអ្វីបានជាមួយរយៈនេះពុកខ្ញុំមានអាការៈចម្លែកម្លេះបន្ទាប់មកខ្ញុំក៏បានសួរទៅលោកគ្រូពេទ្យថាតើលោកគ្រូពេទ្យមានឲ្យគាត់លេបថ្នាំទាក់ទងនឹងប្រស័យប្រសាទដែរឬទេហេតុអ្វីបានជាគាត់មួយរយៈនេះវង្វេងវង្វាន់និយាយអ្វីមិនដូចមុនសោះហើយលោកគ្រូពេទ្យក៏បានប្រាប់មកខ្ញុំវិញថាថ្នាំដែលគាត់លេបទាំងអស់នោះគឺជាថ្នាំបំបត្តិការឈឺចុកចាប់តែប៉ុណ្ណោះហើយគ្មានការប៉ះពាល់ដល់ប្រព័ន្ធប្រសាយប្រសាទឬខួរក្បាលអ្វីឡើយប្រហែលជាអាចមកពីសាច់ញាតិរបស់អ្នកជំងឺទៅនិយាយលេងអ្វីឲ្យគាត់ស្ដាប់ទេមិនដឹងជួនកាលគាត់អាចយកការស្រមើស្រមៃនោះឬការយល់ឃើញរបស់គាត់មកនិយាយក៏អាចថាបានហើយខ្ញុំក៏បានឆ្ងល់ថាតើមានអ្នកណាមកមើលពុកទៀតហើយក្រៅពីខ្ញុំនិងម៉ែរបស់ខ្ញុំបន្ទាប់មកខ្ញុំក៏បានទៅសួរម៉ែថាម៉ែពេលដែលខ្ញុំមិននៅតើមាននរណាមកលេងពុកដែរឬទេម៉ែខ្ញុំក៏បានតបថាគឺមានអ៊ំអេជាមួយនឹងលោកគ្រូរបស់គាត់មកលេងខ្ញុំក៏និយាយថាប្រហែលជាអ៊ំអេជាមួយនឹងគ្រូអ៊ំមកនិយាយលេងរឿងនេះរឿងនោះហើយទេមិនដឹងហើយខ្ញុំក៏បានដើរទៅជិតគ្រែរបស់ពុកហើយក្រឡេកមើលរបស់របរនៅលើតុស្រាប់តែឃើញមានចានមួយដែលក្នុងចាននោះមានដូចជាអំបោះក្រហមសនិងទៀនមួយគូផ្កាមួយបាច់ហើយនឹងកាក់ចំនួន9កាក់ហើយខ្ញុំក៏បានទៅសួរម៉ែថាម៉ែតើនេះជារបស់អ្នកណាហើយម៉ែក៏បានប្រាប់ខ្ញុំថានេះគឺជារបស់លោកគ្រូដែលគាត់បានយកមកលេងពុករបស់ឯងជាមួយនឹងអ៊ំអេមិញហ្នឹងដែលលោកគ្រូនេះគឺជាលោកគ្រូខ្មោចហើយខ្ញុំក៏បានសួរទៅគាត់ថាតើនៅលើគ្រែនេះគឺជាអ្វីដែរម៉ែហើយមិនបានជាគេយកមកទុកត្រង់នឹងវិញពេលនោះម៉ែក៏បានប្រាប់ខ្ញុំថាលោកគ្រូឲ្យមកដើម្បីទុកជាការគោរពបូជាបារមីនិងបើកផ្លូវឲ្យគេជួយមើលថែរក្សាឪពុករបស់ឯងនឹងណាខ្ញុំប្រាប់គាត់ថាការគោរពបូជាធម្មតាគេតែងតែធ្វើសែននៅនឹងភ្នោឬសែននៅនឹងខ្ទមអ្នកតាឯងចឹងទៅតែម៉ែគាត់បានប្រាប់ខ្ញុំថាលោកគ្រូគាត់ប្រាប់ឲ្យធ្វើបែបហ្នឹងហើយខ្ញុំក៏បានគិតថាប្រហែលជាមិនអីទេបើនៅពេទ្យហើយក៏គាត់នៅតែមិនបានធូរស្រាលក៏ស្រេចតែម៉ែទៅក្រែងលោថាគាត់បានធូរស្រាលមកវិញហើយខ្ញុំក៏ត្រឡប់ទៅធ្វើការវិញទៅលុះថ្ងៃបន្ទាប់មកទៀតខ្ញុំបានទៅលេងពុកដូចសពដងហើយទៅម្ដងនេះឃើញពុកកំពុងតែដេកលក់ចំណែកខ្ញុំក៏រៀបចំផ្លែឈើដែលដាក់នៅលើតុដើម្បីទុកឲ្យគាត់ពិសានៅពេលដែលគាត់ភ្ញាក់ពីដេកអញ្ចឹងទៅនៅពេលដែលខ្ញុំកំពុងតែរៀបចំផ្លែឈើស្រាប់តែខ្ញុំឃើញដៃលោកអ៊ំម្នាក់ដែលគាត់ដេកនៅជាប់គ្រែពុកខាងស្ដាំបានបើកវាំងននមកហើយក៏បក់ដៃហៅខ្ញុំថាអូនមកនេះបន្តិចអ៊ំមានរឿងចង់ប្រាប់ហើយខ្ញុំក៏បានដើរទៅជិតគាត់ហើយក៏សួរគាត់ថាតើអ៊ំមានការអីមែនហើយអ៊ំនោះក៏បានប្រាប់ខ្ញុំថាបិទវាំងននសិនទៅអ៊ំមានរឿងចង់ប្រាប់អូនខ្ញុំក៏បានទៅទាញវាំងននបិទដែលវាំងនននេះ
គឺជាវឹងននបាំងក្រែរវាងពុកខ្ញុំនិងអ៊ំហើយអ៊ំក៏បាននិយាយប្រាប់ខ្ញុំថាឪពុករបស់ក្មួយដូចជាមានអាការៈប្លែកៗណាស់ក្មួយយប់មិញប្រហែលជាម៉ោង 2 យប់អ៊ំបានឃើញពុករបស់ក្មួយងើបមកអង្គុយប្រៀបដូចអង្គុយតាំងសមាធិហើយយល់យកខ្លួនទៅវិញទៅមកពេលនោះអ៊ំក៏បានឮសំឡេងដូចជាសូត្រធម៌អីក៏មិនដឹងហើយអ៊ំក៏បានសួរទៅគាត់ថាកំពុងធ្វើអីនឹងនៅយប់ជ្រៅទៅហើយអត់ដេកអត់ពួនទេអីហើយពេលនោះផងដែរពុករបស់ក្មួយក៏បានងាកមុខមករកអ៊ំហើយញញឹមគាត់ក៏បាននិយាយថាបើអញស៊ីអានេះរួចអញនឹងស៊ីឯងពេលនោះអ៊ំស្ដាប់អត់បានហើយក៏បានសួរម្ដងទៀតថានិយាយម៉េចមិញពុកក្មួយក៏បានចង្អុលទៅខ្លួនឯងហើយនិយាយម្ដងទៀតថាបើអញស៊ីអានេះរួចអញនឹងស៊ីអាឯងហើយពេលនោះអ៊ំក៏ភ័យដែរហើយអ៊ំក៏បានបែរមុខចេញក៏គ្របដណ្ដប់ភួយដេកលក់ទាំងភ័យបាត់ទៅបន្ទាប់ពីស្ដាប់ឮអ៊ំនិយាយចប់ហើយខ្ញុំក៏មានអារម្មណ៍ថាជឿ50អត់50អារឿងខ្មោចចូលអីនឹងហើយក៏បានប្រាប់ទៅអ៊ំវិញថាប្រហែលជាពុកមានជាតិថ្នាំខ្លាំងពេកទេមិនដឹងទើបធ្វើឲ្យគាត់ប្រតិកម្មថ្នាំបែបនេះអ៊ំកុំទៅប្រកាន់គាត់អីហើយអ៊ំក៏និយាយមកកាន់ខ្ញុំវិញថាក្មួយជឿថាមានខ្មោចពិតដែរឬទេខ្ញុំក៏បានស្ងាត់ព្រោះមិនដឹងថានិយាយតបអ្វីទៅនឹងគាត់វិញហើយអ៊ំក៏បានប្រាប់ខ្ញុំទៀតថាមួយឯងសាកទៅរកមើលព្រះយកមកពាក់ឲ្យពុកឯងមើលក្រែងលោអាចនឹងមានអាការៈបានធូរជាងនេះខ្ញុំក៏បានតបទៅគាត់វិញថាបាទអ៊ំចាំស្អែកខ្ញុំទៅរកមកឲ្យគាត់ពាក់សាកលោមើលបន្ទាប់ពីខ្ញុំបាននិយាយជាមួយអ៊ំរួចខ្ញុំក៏បានលាគាត់ហើយក៏បើកវាំងននដើម្បីចេញទៅរកគ្រែរបស់ឪពុកខ្ញុំវិញពេលដែលខ្ញុំកំពុងបើកវាំងនននោះស្រាប់តែឃើញពុកកំពុងបើកភ្នែកហើយបានសម្លឹងមកកាន់ខ្ញុំក៏ភ្ញាក់ព្រឺតហើយគិតក្នុងចិត្តថាពុកប្រហែលជាបានស្ដាប់ឮខ្ញុំនិយាយជាមួយអ៊ំអស់បាត់ទៅហើយទេដឹងពេលនោះពុកក៏ស្ងាត់មិននិយាយអ្វីទាំងអស់ក៏សម្លឹងទៅមើលលើជញ្ជាំងហើយក៏បានបិទភ្នែកដេកលក់បាត់ទៅហើយខ្ញុំក៏បានអង្គុយកំដរគាត់ប្រហែលជា10នាទីគាត់ក៏នៅតែមិនភ្ញាក់ហើយពេលនោះខ្ញុំក៏បានត្រឡប់មកវិញលុះបន្ទាប់មកខ្ញុំក៏បានយកខ្សែកលុះថ្ងៃបន្ទាប់មកខ្ញុំក៏បានយកខ្សែកព្រះទៅពាក់ឲ្យពុកដោយខ្សែកនេះផងដែរគឺជាខ្សែករបស់គាត់ដែលបានឲ្យខ្ញុំជាយូរយារណាស់មកហើយខ្ញុំក៏បានពាក់ទុកនឹងកខ្ញុំសិនហើយខ្ញុំក៏បានដើរយកទៅឲ្យពុកពេលដែលខ្ញុំកំពុងដើរចូលទៅកន្លែងដែលពុកសម្រាកនឹងស្រាប់តែពុកបានសម្លឹងមើលមកខ្ញុំដោយទឹកមុខខឹងសម្បាហើយខ្ញុំក៏បានដើរទៅជិតគ្រែរបស់ពុកពេលនោះក៏បានចាប់ដៃគាត់ក៏បានយកដៃវាសដៃខ្ញុំចេញគាត់ក៏បាននិយាយថាកុំចាប់អញក្តៅណាស់ខ្ញុំស្ងាត់ហើយក៏ដោះខ្សែកចេញពីករបស់ខ្ញុំរួចបំរុងនឹងពាក់ឲ្យគាត់ស្រាប់តែគាត់និយាយថាកុំពាក់ឲ្យអញក្តៅណាស់អញមិនពាក់ទេក្តៅណាស់ហើយម៉ែក៏បានប្រាប់ទៅខ្ញុំវិញថាមិនបាច់ពាក់ឲ្យគាត់ទេព្រោះមនុស្សឈឺគាត់អាចនឹងក្តៅស្អុះស្អាប់អីអញ្ចឹងទៅហើយខ្ញុំក៏ប្រាប់គាត់ថាមិនអីទេអត់ពាក់ក៏មិនអីដែរខ្ញុំក៏បានទុកខ្សែកនឹងនៅលើតុជាមួយនឹងចានអាគ្រឿងដែលមានដូចជាធូបទៀនអីហ្នឹងលុះថ្ងៃបន្ទាប់មកខ្ញុំក៏បានទៅមើលពុកដោយរដងហើយខ្ញុំក៏បានសួរពុកថាពិសាអីហើយនៅពុកចាំខ្ញុំចុះទៅទិញមកឲ្យហើយគាត់ក៏តបមកដូចមុនអញ្ចឹងអញចង់ស៊ីសាច់ឆៅអញចង់ស៊ីឈាមឆៅអញចង់ផឹកស្រាជក់បារីអីហ្នឹងដែលគាត់ធ្លាប់និយាយដូចពីមុនអញ្ចឹងខ្ញុំក៏បានចុះទៅទិញបាយផ្លូវមាត់ពីប្រអប់
ដូចមុនឲ្យគាត់ហូបដូចមុនហើយគាត់ក៏ហូបអស់ទៅខ្ញុំក៏ឲ្យគាត់លេបថ្នាំរួចគាត់ក៏បានដេកលក់បាត់ទៅខ្ញុំក៏អង្គុយកំដរគាត់នៅជិតគ្រែនឹងឯងពេលនោះមានដៃលោកតាម្នាក់ដែលជាអ្នកជំងឺដេកនៅគ្រែខាងឆ្វេងក្បែរឪពុករបស់ខ្ញុំគាត់ក៏បានកេះស្មាខ្ញុំហើយនិយាយមកកាន់ខ្ញុំថាអូនមកនេះបន្តិចខ្ញុំបានដើរទៅរកគាត់ហើយគាត់បានប្រាប់ខ្ញុំថាអូនឯងទៅបិទវាំងននសិនទៅតាមានរឿងចង់ប្រាប់ហើយខ្ញុំក៏បានដើរទៅបិទវាំងននរួចស្រាប់តែលោកតាចាប់ដៃខ្ញុំជាប់ហើយសួរថាអូនពុកឯងមានអាការៈផ្លូវចិត្តមែនទេតានោះក៏បានប្រាប់ខ្ញុំថាតើអូនឯងដឹងទេថាឲ្យតែនៅពាក់កណ្ដាលយប់តាដូចមិនដែលឃើញពុកឯងដេកសោះជួនកាលឃើញឈរនៅលើគ្រែជួនកាលឃើញអង្គុយនិយាយជាមួយអ្នកណាក៏មិនដឹងជួនកាលអង្គុយសូត្រតាំងសមាធិសូត្រធម៌ហើយលោកតាក៏បានប្រាប់ខ្ញុំទៀតថាធម៌ដែលពុកឯងសូត្រនោះបើតាមតាធ្លាប់បានស្ដាប់មិនមែនជាធម៌ព្រះសង្ឃអីនោះទេបើតាស្មានមិនខុសទេប្រហែលជាធម៌បាលីមុនអាគមខ្មោចខ្មៅងងឹតហើយគាត់បានប្រាប់ថាធម៌ទាំងអស់នោះពុកឯងសូត្រនេះគឺជាធម៌មិនល្អឡើយពេលនោះខ្ញុំក៏ស្ងាត់ដោយមិនដឹងថាត្រូវនិយាយតបអ្វីទៅលោកតាឡើយហើយលោកតានិយាយប្រាប់ខ្ញុំទៀតថាព្យាយាមនិយាយជាមួយពុកឯងឲ្យបានច្រើនណាព្យាយាមទាញសតិឪពុកឯងឲ្យត្រឡប់មកវិញឲ្យបានខួរក្បាលរបស់ខ្ញុំកំពុងតែគិតថាលោកតាកំពុងតែនិយាយសម្ដៅអំពីអ្វីហើយពេលវេលាចូលមកមើលអ្នកជំងឺរបស់ខ្ញុំត្រូវបានអស់បន្ទាប់មកខ្ញុំក៏បានដើរចេញពីបន្ទប់អ្នកជំងឺហើយពេលនោះស្រាប់តែមានលោកគ្រូពេទ្យម្នាក់បានមកហៅខ្ញុំថាអត់ទោសប្អូនប្រុសតើប្អូនប្រុសត្រូវជាសាច់ញាតិរបស់លោកអ៊ំនេះមែនទេខ្ញុំក៏បានតបទៅបាទខ្ញុំជាកូនប្រុសរបស់គាត់ក៏បានអូសដៃខ្ញុំទៅនិយាយគ្នានៅក្បែរបង្អួចហើយគាត់បាននិយាយថាប្អូនឪពុករបស់ប្អូនដូចជាមានអាការៈចម្លែកខ្លាំងណាស់ខ្ញុំក៏សួរទៅគាត់ថាកើតអីមែនទេពេលនោះគ្រូពេទ្យក៏បាននិយាយមកខ្ញុំវិញថាអ៊ំគាត់ហូបបាយបានច្រើនណាស់អូនតែគីឡូរបស់គាត់មិនឡើងសោះបែរជាស្រកទៅវិញហើយមួយខែនេះស្រកអស់ប្រហែលជាង9គីឡូហើយអ៊ំតែងតែនិយាយអ្វីចម្លែកដូចជាកាលពីម្សិលមិញគាត់បាននិយាយទៅកាន់អ្នកគ្រូពេទ្យស្រីម្នាក់ថាឯងឈ្មោះអីមានប្តីហើយនៅអញចង់ស៊ីសាច់ឯងហើយមើលទៅទំនងគួរឲ្យឆ្ងាញ់ណាស់អ្នកគ្រូពេទ្យគាត់ភ័យខ្លាំងណាស់គាត់ក៏បានរត់ចេញពីបន្ទប់បាត់ហើយបានប្រាប់មកខ្ញុំថានេះឯងចាប់ពីថ្ងៃនេះមកគ្រូពេទ្យស្រីគឺមិនហ៊ានចូលទៅបន្ទប់លោកអ៊ំនោះទៀតឡើយហើយគាត់បានសួរខ្ញុំទៀតថាតើប្អូនជឿរឿងខ្មោចព្រាយបិសាចអត់ខ្ញុំក៏អត់មាត់ហើយគិតថាហេតុអ្វីបានជាគាត់និយាយស្រដៀងនឹងលោកតាអញ្ចឹងដែរបន្ទាប់មកលោកគ្រូពេទ្យក៏បានទះស្មាខ្ញុំតិចហើយនិយាយលើកទឹកចិត្តខ្ញុំថាមិនអីទេបន្តិចទៀតពុករបស់ប្អូនច្បាស់ជាមិនខានហើយគាត់បានដើរចេញបាត់ទៅខ្ញុំក៏បានគិតថាប្រកាសជាមានអ្វីមួយចូលក្នុងខ្លួនពុកហើយនៅពេលល្ងាចម៉ែនិងខ្ញុំក៏បានរៀបចំទឹកក្តៅកន្សែងដើម្បីជូតខ្លួនឲ្យពុកពេលជូតរួចម៉ែក៏បានរៀបចំចានដែកយកទៅទុកចំណែកខ្ញុំក៏បានរៀបចំស្លៀកពាក់ខោអាវឲ្យពុកនៅពេលដែលខ្ញុំកំពុងតែស្លៀកពាក់នៅតែពីរនាក់ពុកនោះពុកបែរជាងាកមុខមករកខ្ញុំហើយញញឹមរួចនិយាយថាឯងដឹងអត់អញស៊ីឪឯងឆ្ងាញ់ណាស់ពេលនោះខ្ញុំភ័យនិងតក់ស្លុតខ្លាំងណាស់ដូចជាស្លន់ភាំងប្រ
ប្រហែល1នាទីហើយខ្ញុំក៏បានដាក់គាត់ឲ្យដេកជាធម្មតាអញ្ចឹងទៅតែគាត់នៅតែញញឹមប្រៀបដូចជាបានសម្រេចបំណងអ្វីមួយមិនដឹងពេលនោះម៉ែក៏បានចូលមកដល់ហើយពុកក៏បានដេកលក់បាត់ទៅខ្ញុំក៏បានចូលទៅជួបលោកគ្រូពេទ្យព្រោះថ្ងៃនេះគឺជាថ្ងៃដែលលោកគ្រូពេទ្យណាត់ខ្ញុំដើម្បីនិយាយអំពីអាការៈរបស់ពុកខ្ញុំហើយលោកគ្រូពេទ្យក៏បានប្រាប់ខ្ញុំថាមហារីកនៅក្នុងខ្លួនរបស់ពុកប្អូនបានរីករាលដាលពេញខ្លួនអស់បាត់ទៅហើយគឺមិនអាចព្យាបាលបានទៀតឡើយបើនិយាយឲ្យស្រួលស្ដាប់គឺលោកគ្រូពេទ្យចង់មានន័យថាឲ្យត្រឡប់ទៅស្លាប់នៅឯផ្ទះវិញទៅទាន់គាត់នៅមានជីវិតហើយលោកគ្រូពេទ្យក៏បានត្រៀមថ្នាំត្រៀមអីដើម្បីឲ្យលេបនៅឯផ្ទះអញ្ចឹងទៅចំណែកខ្ញុំក៏បានរៀបចំអីវ៉ាន់ដើម្បីនាំគាត់ទៅសម្រាកនៅឯផ្ទះវិញនៅថ្ងៃស្អែកលុះថ្ងៃស្អែកមកដល់ខ្ញុំក៏បាននាំពុកត្រឡប់ទៅផ្ទះវិញអញ្ចឹងទៅហើយពេលដែលពុកមកដល់ផ្ទះភ្លាមស្រាប់តែពុកឲ្យម៉ែនាំដើរមើលជុំវិញផ្ទះអញ្ចឹងទៅម៉ែក៏បានគ្រាគាត់ដើរមើលបន្ទប់ទឹកជង្រុកជុំវិញផ្ទះអញ្ចឹងទៅនៅពេលដែលដើរមើលជុំវិញផ្ទះហ្នឹងគាត់ទាំងពីរនាក់ក៏បានទៅឈប់កន្លែងទ្រង់មាន់ដែលគាត់ចិញ្ចឹមហើយពេលនោះពុកចង្អុលទៅមាន់ហើយនិយាយថាអញនឹងស៊ីមួយនេះអញនឹងស៊ីមួយនោះអញស៊ីមួយនេះវិញព្រោះអានេះធំជាងហើយពេលនោះម៉ែភ័យជាខ្លាំងហើយក៏បានស្រែកមួយទំហឹងឡើងថាជួយផងមានអ្នកណានៅជិតនេះទេហើយខ្ញុំក៏បានរត់ទៅម៉ែក៏បានប្រាប់ខ្ញុំថាជួយយកឪពុកឯងទៅលើវិញភ្លាមខ្ញុំក៏បានបីពុកឡើងទៅលើផ្ទះភ្លាមពេលខ្ញុំកំពុងបីគាត់ក៏បានបំរាស់ជាខ្លាំងហើយខ្ញុំក៏បានដាក់គាត់នៅលើគ្រែឲ្យលេបថ្នាំសន្លប់រួចក៏ដេកលក់បាត់ទៅលុះថ្ងៃបន្ទាប់មានលោកតាម្នាក់បានមកលេងលោកតាគាត់គឺជាព្រះសង្ឃដែលគ្រួសាររបស់ខ្ញុំតែងតែគោរពរាប់អានគាត់ប្រៀបដូចជាគ្រូបាអាចារ្យអញ្ចឹងហើយឲ្យតែមានពិធីបុណ្យអ្វីមួយឬថ្ងៃសិលគ្រួសារខ្ញុំតែងតែទៅឲ្យគាត់ស្រោចទឹកកាត់គ្រោះឲ្យអញ្ចឹងទៅពេលគាត់កំពុងតែឈានជើងចូលមកផ្ទះរបស់ខ្ញុំនោះស្រាប់តែពុកខ្ញុំងើបឈរហើយនិយាយថាហែងមកធ្វើអីហែងមកធ្វើអីអញមិនខ្លាចហែងឡើយលោកតាក៏បានទៅអង្គុយក្បែរមុខផ្ទះខ្ញុំក៏បានដើរទៅរកលោកតាហើយក៏សំពះគាត់អញ្ចឹងលោកតាបាននិយាយប្រាប់ខ្ញុំថាកាលពីយប់មិញពុកញោមបានមកបញ្យល់សពអាត្មាហើយប្រាប់អាត្មាថាឲ្យជួយគាត់ផងហើយថ្ងៃនេះអាត្មាក៏បានធ្វើដំណើរមកមើលពុកញោមឲ្យអាត្មាចូលទឹកជួបពុករបស់ញោមបន្តិចបានទេខ្ញុំក៏តបទៅវិញថាអត់អីទេចូលបានលោកតាគាត់ក៏បានចូលទៅនិយាយជាមួយពុកតែពីរនាក់ហើយគាត់បានប្រាប់ឲ្យខ្ញុំទៅបេះស្លឹកកន្ទួតយកមកឲ្យគាត់មួយសន្លឹកចំណែកខ្ញុំកំពុងឆ្ងល់ក្នុងចិត្តថាបេះយកមកធ្វើអីមួយសន្លឹកនោះខ្ញុំក៏បានទៅបេះយកមកឲ្យលោកតាទៅបន្ទាប់មកលោកតាក៏បានយកសន្លឹកកន្ទួតទៅបៀមនឹងមាត់ហើយសូត្រមន្តសូត្របាលីដាក់ក្នុងនំអញ្ចឹងទៅក៏បានយកទៅឲ្យខ្ញុំយកទៅដាក់លើទ្រូងរបស់ពុកបន្ទាប់មកប្រាប់ឲ្យខ្ញុំពីរនាក់នៅខាងក្នុងចេញមកក្រៅឲ្យអស់ខ្ញុំក៏បានយកទៅដាក់លើទ្រូងពុកហើយពេលដែលដាក់នឹងស្រាប់តែពុកនៅស្ងៀមខ្ញុំក៏បាននាំម៉ែចេញមកក្រៅបាត់ហើយលោកតាក៏បានដើរចូលទៅខ្ញុំពីរនាក់ម៉ែក៏អង្គុយនៅចាំនៅមុខមាត់ទ្វារដោយសារតែលោកតាបិទទ្វារចិត្តខ្ញុំក៏បានមើលឃើញលោកតាដើរចូលទៅជិតគ្រែរបស់ពុកហើយបានឈរនិយាយជាមួយពុកតែមិនដឹងថាពួកគាត់និយាយរឿងអ្វីឡើយពេលនោះស្រាប់តែឃើញពុក
លៀនអណ្ដាតលិតមាត់ខ្លួនឯងហើយបានប្រហែលជា10នាទីលោកតាក៏បានដើរចេញមកវិញហើយបានហៅខ្ញុំជាមួយនឹងម៉ែខ្ញុំមកនិយាយថាតើញោមដឹងទេថាអ្នកដែលដេកនៅលើគ្រែហ្នឹងមិនមែនជាឪពុករបស់ញោមនោះទេពេលដែលខ្ញុំជាមួយនឹងម៉ែឬលោកតាមានសង្ឃដីកាបែបនេះទឹកភ្នែកម៉ែនិងខ្ញុំក៏បានស្រក់ហូរមកហើយស្រែកទ្រហោយំជាខ្លាំងបន្ទាប់មកលោកតាបានមានសង្ឃដីកាទៀតថាតើញោមចង់ឲ្យឪពុករបស់ញោមទៅឲ្យបានសុខផុតទុក្ខផុតកម្មដែរឬទេអាត្មានឹងជួយហើយខ្ញុំក៏បានពិភាក្សាជាមួយម៉ែខណៈពេលនោះម៉ែបានស្រែកយំជាខ្លាំងបានហើយខ្ញុំជាអ្នកសម្រេចចិត្តហើយខ្ញុំក៏បានតបទៅលោកតាវិញថាករណាលោកតាខ្ញុំចង់ឲ្យឪពុករបស់ខ្ញុំទៅឲ្យបានសុខកុំឲ្យគាត់នៅរងទុក្ខវេទនាដូចពេលនេះបើសិនជានោះមិនមែនជាឪពុករបស់ខ្ញុំទេលោកតាក៏តបថាមិនអីទេចាំអាត្មាជួយទៅមកលោកតាក៏បានដើរចូលទៅវិញខ្ញុំនិងម៉ែបានចាប់ដៃពុកម្នាក់ម្ខាងហើយអ្វីដែលឃើញនោះគឺលោកតាកំពុងតែយកអង្ករដំណើបចេញពីថង់យាមយកមករោយលើក្បាលពុកបន្ទាប់ពីរោយរួចស្រាប់តែពុកបានយំហើយងាកមុខមករកម៉ែហើយប្រាប់ថាគ្នាស្រឡាញ់ឯងណាស់ហើយគាត់ក៏បែរមុខមករកខ្ញុំរួចនិយាយថាពុកឈឺខ្លាំងណាស់ជួយមើលថែម៉ែឯងផងលោកតាក៏មានសង្ឃដីកាទៅពុករបស់ខ្ញុំថាញោមទៅកាន់សុគតិភពណាទៅឲ្យបានសុខណាហើយមិនបាច់ព្រួយបារម្ភអ្វីឡើយបន្ទាប់មកលោកតាក៏លូកដៃចូលថង់យាមរបស់គាត់រួចបានដកយកស្នែងអ្វីក៏មិនដឹងដូចជាស្នែងក្របីរួចគាត់ក៏បានយកមកភ្ជង់លើថ្ងាសរបស់ឪពុកហើយក៏បានសូត្រធម៌អ្វីក៏មិនដឹងបន្ទាប់មកពុកក៏បានផុតដង្ហើមស្លាប់មួយរំពេចម៉ែនិងខ្ញុំបានទ្រហោយំយ៉ាងខ្លាំងលោកតាក៏បានប្រាប់ថាធ្វើបុណ្យឲ្យយ៉ាងយូរ3ថ្ងៃបានហើយប្រញាប់បូជាទៅពេលដល់ថ្ងៃបូជាពេលនោះបូជារួចក៏ប្រមូលគ្រងឆ្អឹងរួចរាល់ហើយលោកតាក៏បានហៅខ្ញុំមកសួរថាចង់ដឹងអត់ថាឪពុកញោមកើតអីខ្ញុំក៏តបទៅវិញថាករណាលោកតាខ្ញុំពិតជាចង់ដឹងខ្លាំងណាស់លោកតាក៏សួរខ្ញុំទៀតថាបើសិនជាញោមដឹងញោមនឹងទៅចងកម្មចងពៀឬសងសឹកតើពិតមែនឬទេខ្ញុំក៏តបវិញថាករណាលោកតាមិនទៅសងសឹកឬចងកម្មពៀអ្វីឡើយករណាគ្រាន់តែចង់ដឹងថាឪពុករបស់កណាស្លាប់ដោយធម្មជាតិឬខុសពីធម្មជាតិលោកតាក៏មានសង្ឃដីកាទៀតថាបើសិនជាសន្យាថាមិនទៅចងកម្មចងពៀទៀតកុំទៅសងសឹកឯណាកុំទៅសាងកម្មសាងបាបណាខ្ញុំក៏បានតបថាយកព្រមលោកតាហើយលោកតាក៏សួរម្ដងទៀតថាសន្យាណាខ្ញុំក៏បានឆ្លើយថាយកព្រមលោកតាហើយលោកតាក៏បានរៀបរាប់ប្រាប់ថាឪពុករបស់ញោមគេបញ្ជាឲ្យធ្វើអំពើស្លាប់ណាខ្ញុំភ័យព្រឹតហើយសួរទៅលោកតាថាហើយយ៉ាងម៉េចទៀតលោកតាពុករបស់ញោមទៅដោយខ្លួនឯងទេណាដោយសារមានអ៊ំអេនិងម៉ែរបស់ញោមជាអ្នកនាំគ្រូនឹងទៅកាលពី1ខែមុនពេលដែលពុករបស់ញោមមានអាការៈឈឺពោះគាត់នាំទៅព្យាបាលគ្រូខ្មែរមួយរូបដែលល្បីតគ្នាមកនៅខេត្តជិតនឹងខេត្តដែលគាត់រស់នៅហើយបញ្ហានោះគឺជាបញ្ហារឿងលុយហើយអ្នកដែលចូលមកធ្វើអំពើនោះគឺអ៊ំអេនឹងហើយលោកតាបាននិយាយថាអាត្មារៀបរាប់បានតែត្រឹមនឹងទេណាបន្ទាប់មកខ្ញុំក៏ទៅសួរម៉ែក៏បានរៀបរាប់ប្រាប់ខ្ញុំថាកាលពី1ខែមុនពេលដែលពុកឯងមានអាការៈឈឺពោះនឹងគាត់ឈឺខ្លាំងណាស់ហើយបានទៅមន្ទីរពេទ្យជាច្រើនដងហើយដែរតែនៅតែមិនជាសោះហើយបានអ៊ំអេនឹងហើយដែលបានណែនាំទៅព្យាបាលជាមួយនឹងគ្រូខ្មែរមួយនេះហើយក៏បាននាំគ្នាទៅព្យាបាលជាមួយនឹងគ្រូខ្មែរមួយនេះទៅហើយបន្ទាប់ពីព្យាបាលរួចត្រឡប់មកវិញក៏ឃើញអាការៈរបស់ពុកឯងដូចជាឈឺដដែលថ
ថែមទាំងឈឺខ្លាំងជាងមុនទៀតផងដែរនៅពេលខ្ញុំសួរម៉ែរឿងលុយទើបដឹងថាអ៊ំអេបានជំពាក់លុយពុកពិតមែនហើយកន្លងមកបានមួយខែអ៊ំអេក៏ឲ្យប្រពន្ធរបស់គាត់យកលុយមកសងហើយខ្ញុំក៏បានសួរគាត់ថារឿងអ៊ំអេថាគាត់នៅឯណាឥឡូវនេះខណៈនោះខ្ញុំដូចជាសួរសុខទុក្ខទេហើយគាត់ក៏ស្ងាត់មិននិយាយជាមួយរូបខ្ញុំឡើយសូម្បីតែមួយម៉ាត់កន្លងផុតបានជាកន្លះខែខ្ញុំក៏បានដឹងដំណឹងថាអ៊ំអេបានទៅបួសជាព្រះសង្ឃបាត់ទៅហើយខ្ញុំក៏បានទៅជួបគាត់នៅឯវត្តនៅពេលខ្ញុំបានជួបគាត់ស្រាប់តែគាត់បែរមុខចេញមិននិយាយរកខ្ញុំសូម្បីតែមួយម៉ាត់បន្ទាប់មកខ្ញុំក៏ទៅលេងលោកតាហើយពេលខ្ញុំទៅដល់បានសំពះគោរពលោកតាជូនផ្លែឈើអីចឹងទៅលោកតាក៏បានសួរនឹងមានសង្ឃដីកាបន្តទៀតថាកុំទៅធ្វើអីណាកុំភ្លេចពាក្យសន្យាញោមនឹងអាត្មាហើយខ្ញុំក៏បានតបទៅវិញថាករណាលោកតាហើយសាច់រឿងហ្នឹងក៏បានមកដល់ទីបញ្ចប់ហើយបើតាមខ្ញុំសន្និដ្ឋានសាច់រឿងហ្នឹងនៅពេលដែលអ៊ំអេនិងម៉ែដែលបាននាំពុកទៅព្យាបាលនឹងគ្រូខ្មែរនោះខ្ញុំគិតថាគាត់នាំទៅព្យាបាលដោយគោលបំណងល្អទេតែអ្នកទាំងអស់គ្នាចាំបានទេថានៅពេលដែលគាត់ដេកឈឺសម្រាកនៅក្នុងមន្ទីរពេទ្យនោះពេលនោះហើយដែលអ៊ំអេបាននាំលោកគ្រូខ្មែរហ្នឹងមកលេងដល់មន្ទីរពេទ្យហើយម៉ែស្មានតែពួកគាត់នឹងមកលេងក្នុងគោលបំណងល្អទេហើយកូនរបស់គាត់បានមកដល់ពេលនោះក៏កូនរបស់គាត់ក៏បានឃើញវត្ថុអ្វីមួយយ៉ាងដែលគេដាក់អំពើនៅនឹងចាននឹងឯងមានដូចជាធូបទៀននិងកាក់នឹងអីចឹងណានៅលើចាននឹងតែពេលហ្នឹងក៏មិនបានចាប់អារម្មណ៍អ្វីឡើយហើយចំណែកអ៊ំអេវិញខ្ញុំគិតថាគាត់ប្រហែលជាដឹងខ្លួនខុសមួយវិញទៀតនោះមិនដែលអាណាថានៅសុករុកទៅបួសមែនណាគាត់ជាមានអ្វីចម្លែកមកតាមផ្ដន្ទាទោសគាត់ជាមិនខានទេបានជាគាត់រត់ទៅបួសហ្នឹងហើយក៏ជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់បាយបាយជួបគ្នាវីដេអូក្រោយ